បាទសួស្តីអ្នកនរគ្នាបាទឥឡូវនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបលាបថ្នាំជញ្ជាំងដែលវាមានប្រឡាក់ដោយរូបភាពវីដេអូនេះនៅក្នុងនេះដូចគ្នាគឺយើងអាចលាបវាឲ្យស្អាតបានឥឡូវនេះគឺយើងមានថ្នាំពណ៌ថ្នាំជាប្រភេទថ្នាំលាបខាងក្នុងយើងលាយទឹកវាបន្តិចមកហើយយើងកូរវាឲ្យសព្វបែបនេះជាបន្ទាប់គឺយើងត្រូវយកกระดาษឡាំងឬក៏កម្រាលតង់មកក្រាលវាខាងក្រោមបន្ទាប់មកគឺយើងយកกระดาษខាត់យើងនឹងមកខាត់អាកន្លែងដែលវាមានស្នាមប្រឡាក់ខ្លាំងបែបនេះដើម្បីកុំឲ្យយើងពិបាកលាបច្រើនទឹកអញ្ចឹងបន្ទាប់មកគឺយើងយកអាឡូរបស់យើងគឺយកមកលាបតែម្ដងការលាបគឺយើងលាបពីឆ្វេងទៅស្ដាំពីលើទៅក្រោមលាបកុំឲ្យមានស្នាមទឹកភ្នែកនិងមុខដំណគឺយើងលាបឲ្យវាស្មើសាច់ល្អបែបនេះបងប្អូនអាចមើលបានយើងលាបវាសព្វមកបានបាទគឺយើងលាបឲ្យស្មើសាច់កុំឲ្យវាមានទឹកភ្នែកដានថ្នាំបងប្អូនបាទយើងលាបកន្លែងដែលជញ្ជាំងរបស់យើងដែលប្រឡាក់ខ្លាំងបែបនេះបាទឥឡូវគឺយើងលាបជើងក្រោមម្ដងគឺជើងក្រោមរបស់ជញ្ជាំងនេះគឺថាប្រឡាក់ដូចគ្នាបាទជើងក្រោមនេះគឺយើងលាបវាឡើងវិញថ្នាំពណ៌វាគឺពណ៌ប្រផេះបងប្អូនយើងលាយទឹកដូចគ្នាហើយយើងប្រើជក់លាបកន្លែងនេះបើសិនជាបងប្អូនដែលទំលាបថ្មីគឺបងប្អូនអាចបិទស្គុតបានស្គុតកណ្ដាលបងប្អូនដើម្បីកុំឲ្យវាប្រឡាក់ទៅខាងពណ៌សប៉ុន្តែនេះខ្ញុំអត់បានបិទស្គុតទេគឺខ្ញុំវាយជក់យកតែម្ដងគឺយើងលាបបែបនេះបងប្អូនឥឡូវជាងរបស់យើងគឺបានលាបហើយគឺថាស្អាតខ្លាំងមែន